ต้องอาชีพ back end developer នេះខ្ញុំគិតថាវាមានតម្រូវការទីផ្សារច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេសសូម្បីតាចាស់អាជីវកម្មមួយក៏គាត់ត្រូវការវិជាដើម្បីធ្វើឲ្យអាជីវកម្មគាត់ហ្នឹងរលូនដែរយើងដឹងថាសម័យនេះគឺជាសម័យ digital សូម្បីតារាជរដ្ឋាភិបាលរបស់យើងហ្នឹងក៏គាត់មានការលើកទឹកចិត្តនិងជំរុញឲ្យយើងសិក្សាពីចៅជាផងដែរបើតកតងនឹងអ្នកចង់ចាប់យកអាជីពនេះគឺយើងសិក្សាថាតើតកតងចៅជាហ្នឹងជាអីសិនតម្រូវការជាអ្វីសិនត្រូវស្គាល់ពីសមត្ថភាពខ្លួនឯងនៅក្នុងអាជីពជា back end developer ហ្នឹងគឺយើងមានចំណុចចិត្តដូចជាការវិភាគទិន្នន័យការ analyze ទិន្នន័យហ្នឹងទៅការស្ថិតិតកតងនឹងការសិក្សាអំពីរចនាសម្ព័ន្ធតកតងនឹង system architecture ជាដើមអ្នកខ្ញុំសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Marcher and Career Talk Show កម្មវិធីនេះផងដែរត្រូវបានបង្កើតឡើងដោយអង្គការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអភិវឌ្ឍជីពដែលហៅកាត់ថា MACA គោលបំណងនៅក្នុងការបង្កើតកម្មវិធីនេះឡើងគឺដើម្បីជជែកគ្នាអំពីជំនាញសិក្សានិងអាជីពឲ្យបានត្រឹមត្រូវនិងការស្វែងយល់ឲ្យកាន់តែច្បាស់ទៅតាមជំនាញសិក្សានិងអាជីពនីមួយៗទៅកាន់សិស្សនិស្សិតសាធារណជនជាពិសេសយុវជនកម្ពុជារបស់យើងទាំងមូលដែលពួកគាត់ពុំទាន់ដឹងច្បាស់នៅក្នុងការជ្រើសរើសនៅជំនាញសិក្សានិងអាជីពណាមួយរបស់ពួកគាត់ហើយនៅក្នុងថ្ងៃនេះផងដែរយើងក៏មានវាគ្មិនកិត្តិយសចំនួន1រូបដែលលោកជាអ្នកជំនាញខាងផ្នែក back end developer ផងដែរឥឡូវកុំឲ្យខាត់ពេលវេលាយូរសូមអញ្ជើញទៅជួបជាមួយវាគ្មិនកិត្តិយសរបស់យើងទាំងអស់គ្នាជំរាបសួរបងចាជាដំបូងនេះខ្ញុំសូមឲ្យបងជួយណែនាំខ្លួនទៅកាន់បងប្អូនរបស់យើងបានស្គាល់ផងជាបឋមសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះច័ន្ទសុផលជំនាញរបស់ខ្ញុំគឺជា back end developer ដែលបានចប់ការសិក្សាបញ្ញាបត្រផ្នែកជាសាស្ត្រកុំព្យូទ័រនិងបញ្ញាបត្រចំពោះផ្នែកវិស្វកម្មចែកជាព័ត៌មានដែលត្រូវទៅក្នុងបទពិសោធន៍នេះផងដែរគឺខ្ញុំមានបទពិសោធន៍រយៈពេល6ឆ្នាំមកហើយទៅនឹងខាង back end developer នេះអរគុណច្រើនតើបងមានអារម្មណ៍យ៉ាងណាដែរពេលដែលបងមកសម្ភាសន៍តជាមួយខាងអង្គការ MACA របស់យើងមកបងតើទៅនឹងអារម្មណ៍ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយមែនទែនហើយនេះក៏ជាលើកទី1របស់ខ្ញុំដែលបានមកធ្វើការចែករំលែកបទពិសោធន៍ទៅនឹងជំនាញ back end developer នេះផងដែរចាយ៉ាងទីនេះបងអូនក៏មានសំណួរខ្លះចង់សួរទៅកាន់បងផងដែរបងគិតខ្លួនហើយនៅបាទគិតខ្លួនហើយបងចាអូខេអញ្ចឹងចូលដល់សំណួរទី1បងអូនចង់សួរបងថាតើមូលហេតុអ្វីបានជាបងជ្រើសរើសយកអាជីពជា back end developer មួយនេះមកសិក្សាដែរបាទមូលហេតុដែលខ្ញុំជ្រើសរើសអាជីពជា back end developer នេះមុនយើងត្រូវដឹងថា back end developer ជាអ្វីសិន back end developer គឺជាតួនាទីមួយនៅក្នុងព័ត៌មានវិទ្យាអញ្ចឹងយើងដឹងថាសម័យនេះគឺជាសម័យ digital សូម្បីតារាជរដ្ឋាភិបាលរបស់យើងហ្នឹងក៏គាត់មានការលើកទឹកចិត្តនិងជំរុញឲ្យយើងសិក្សាពីចៅជាផងដែរសម្រាប់មូលហេតុដែលជ្រើសរើស back end developer នេះគឺមានតម្រូវការទីផ្សារច្រើនហើយអាជីពនេះផងដែរគឺវាមានកម្រៃខ្ពស់ជាង software developer ផ្សេងចាអរគុណច្រើនចូលដល់សំណួរបន្ទាប់បងចង់សួរតបងថាតើអាជីពជា back end developer ហ្នឹងយើងតើមានចំណងចំណូលចិត្តបែបណាដែរនៅក្នុងអាជីពជា back end developer ហ្នឹងគឺយើងមានចំណុចចិត្តដូចជាការវិភាគទិន្នន័យការ analyze ទិន្នន័យហ្នឹងទៅការស្ថិតិតកតងនឹងការសិក្សាអំពីរចនាសម្ព័ន្ធតកតងនឹង system architecture ជាដើមហើយនឹងមួយវិញទៀតការគ្រប់គ្រងទិន្នន័យឥឡូវចូលដល់សំណួរបន្ទាប់តើយើងត្រូវមានជំនាញទុនអ្វីខ្លះដើម្បីខ្លាយទៅជាអ្នកអាជីពនៃ back end developer មួយរូបដែលល្អបាទអរគុណសម្រាប់សំណួរនេះតើតើនឹងសំណួរហ្នឹងគឺយើងដឹងថា back end developer ហ្នឹងគឺសម្រាប់ជំនាញ hard skill គឺក៏សំខាន់ដែរប៉ុន្តែជំនាញ soft skill ក៏កាន់តែសំខាន់តើតើនឹងជំនាញ soft skill ដែលតើតើនឹងខាង back end developer ហ្នឹងទី1គឺការតំណែងគ្នាមានថាតំណែងគ្នាហ្នឹងនៅពេលដែលយើងធ្វើការជា team ជា work មួយយើងដឹងថាតើតើនឹង application មួយគឺយើងត្រូវបែងចែកជា front end developer និង back end developer អញ្ចឹងយើងត្រូវមានការប្រស័យទទួលគ្នាទៅវិញទៅមកតើតើដើម្បីងាយស្រួលក្នុងការធ្វើការជាក្រុមមួយទៀតបងតើតើនឹងជំនាញនេះផងដែរគឺយើងមានសមត្ថភាពក្នុងការដោះស្រាយបែបមិនមានថានៅពេលដែលapplication យើងកំពុងតែឡើងទៅ production អញ្ចឹងទៅហើយយើងជួបបញ្ហាមួយចំនួនអញ្ចឹងយើងត្រូវមានសមត្ថភាពដោះស្រាយនិង fix
បញ្ហានោះភ្លាមដោយអត់ត្រូវការទុកវាយូរទេដោយសារអីការដាក់ application យើងទៅប្រើសិនគឺអ្នកប្រើប្រាស់កំពុងតែប្រើប្រាស់អញ្ចឹងអត់ចង់ឲ្យអ្នកប្រើប្រាស់ជួបបញ្ហាទេមួយទៀតតើតើនឹងការវិភាគមានន័យថាវិភាគនឹងវិភាគបែបម៉េចគឺវិភាគតើតើនឹងការនឹងទិន្នន័យវិភាគនឹង performance ថា system យើងដើរស្រួលហើយប៉ុន្តែយើងធ្វើម៉េចឲ្យ system នៅពេលដែលមានអ្នកប្រើប្រាស់ច្រើនហ្នឹងទៅឲ្យវានឹង system យើងមាន performance កាន់តែលឿនអញ្ចឹងទៅមួយទៀតបើការធ្វើការជាក្រុមអញ្ចឹងការធ្វើការជាក្រុមហ្នឹងapplication មួយដើម្បី build application មួយយើងមានត្រូវការទូនាទីផ្សេងៗគ្នាដូចជា back end developer front end developer DevOps អញ្ចឹងទៅអញ្ចឹងយើងត្រូវមានគំនិតមួយថាអាចធ្វើការជាក្រុមមួយដើម្បីឲ្យ application ហ្នឹងមានការបញ្ចប់ដោយរលូនអញ្ចឹងទៅចាអរគុណច្រើនសម្រាប់ចម្លើយបងអូនចូលទៅដល់សំណួរបន្តទៀតដែលបងអូនចង់សួរបងថាតើបងគិតថាអាជីពជា back end developer នេះមានតម្រូវការខ្ពស់អត់នៅសង្គមបច្ចុប្បន្នយើងសប្តាហ៍ថ្ងៃបាទបងតើតើនឹងអាជីព back end developer នេះខ្ញុំគិតថាវាមានតម្រូវការទីផ្សារច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេសតែអីយើងដឹងដូចយើងដឹងហើយស្រាប់ហើយដូចខ្ញុំនិយាយពីខាងលើអញ្ចឹងថាបច្ចុប្បន្ននេះជាបច្ចុប្បន្ន digital សូម្បីតាចាស់ជីវកម្មមួយក៏គាត់ត្រូវការសេវាដើម្បីធ្វើឲ្យជីវកម្មគាត់ហ្នឹងរលូនដែរអញ្ចឹងតាមបទពិសោធន៍របស់ខ្ញុំក៏ដឹងថានៅក្រៅប្រទេសក៏គេត្រូវការ developer ពីការដែលគាត់ធ្វើការដែលគាត់ remote ពីការងារពីក្នុងប្រទេសកម្ពុជាទៅខាងក្រៅដែរធ្វើការឲ្យproject ខាងក្រៅដែរអញ្ចឹងបានខ្ញុំគិតថាសម្រាប់អាជីព back end developer នេះគឺវាធំធេងវាទូលំទូលាយមែនតើចា៎ចុះបងតាក់ទងទៅនឹងប្រាក់ចំណូលវិញតើបងអាចចែកម្លែកបានអត់ថាតើវាអាចជាមធ្យមចន្លោះប្រហែលទៅប្រហែលអញ្ចឹងណាបងបាទដើម្បីចែកម្លែកបទប្រាក់ចំណូលជាមធ្យមនេះគឺយើងត្រូវខ្ញុំអាចនិយាយថាគឺវាអាស្រ័យទៅលើបទពិសោធន៍និងសមត្ថភាពចា៎ឧទាហរណ៍យើងត្រឹមជា junior ឬក៏យើងនៅ level យើងជា junior ទេតែយើងអាចនិយាយថាប្រាក់ចំណូលយើងចាប់ពី300ទៅ500បាទតែទៅនឹង senior វិញគឺយើងអាចចន្លោះពី500ទៅ1000អូចា៎បើតែទៅនឹង back end developer ដែលគេកាន់នៅខាង bank ឬតែទៅនឹង core system វិញគឺអាចលោតដល់1000ទៅ2000កាន់តែខ្ពស់បាទដោយសារហ្នឹងវាអាស្រ័យទៅលើបទពិសោធន៍និងសមត្ថភាពរបស់យើងចាជាក់ស្ដែងបើសិនជាយើងបកកាយគឺប្រាក់ខែរបស់យើងក៏ខ្ពស់ទៅតាមនឹងដែរចាចូលដល់សំណួរបន្ទាប់តើបងមានការយល់ឃើញបែបណាដែរនៅក្នុងថ្ងៃអនាគតចំពោះអាជីពជា back end developer មួយនេះបាទអរគុណសម្រាប់សំណួរមួយនេះតាមការយល់ឃើញរបស់ខ្ញុំសម្រាប់ជំនាញអាជីពជា back end developer មួយនេះខ្ញុំគិតថាវាពិតជាមានតម្រូវការខ្លាំងនៅថ្ងៃអនាគតដោយសារអីនៅបច្ចុប្បន្ននេះយើងមើលឃើញថាម្ចាស់អាជីវកម្មមួយចំនួនគឺគាត់មានតម្រូវការខ្ពស់មែនទែនសម្រាប់ចំពោះ web application ទាក់ទងនឹង e-commerce fintech និង AI ឬក៏ machine learning ជាដើមចា៎អញ្ចឹងយើងអាចមើលឃើញថាតាមស្ថានភាពបច្ចុប្បន្ននៅថ្ងៃអនាគតអាជីពជា back end developer នេះគឺមានតម្រូវការធំធេងខ្លាំងមែនទែនចាហើយតើបងគិតថាតើយើងគួរធ្វើដូចម្តេចដើម្បីឲ្យអាជីពជា back end developer មួយនេះកាន់តែទូលំទូលាយហើយកាន់តែរីកចម្រើនទៅមុខបន្ថែមទៀតបាទបងតាមការយល់ឃើញរបស់ខ្ញុំដើម្បីឲ្យជំនាញឬអាជីព back end developer នេះមានការរីកចម្រើនទៅមុខតទៅទៀតទីមួយយើងត្រូវពង្រឹងនៅវិស័យអប់រំរបស់យើងចាឲ្យតាមសាកលវិទ្យាល័យមួយហ្នឹងគាត់ធ្វើការពង្រឹងជំនាញ back end engineering ជាដើមហើយមួយទៀតយើងអាចធ្វើការឲ្យខាងback end developer ដែលគាត់មានជំនាញច្រើនឆ្នាំហ្នឹងគាត់ធ្វើការបង្កើតជា project open source មួយដើម្បីឲ្យ developer ផ្សេងៗហ្នឹងគាត់អាចធ្វើការសិក្សារៀនបន្ថែមដើម្បីឲ្យសមត្ថភាពរបស់គាត់ហ្នឹងកាន់តែរីកចម្រើនបន្ថែមទៀតចាមួយវិញទៀតគឺយើងត្រូវពង្រឹងស្តង់ដារនៃការសរសេរកូដរបស់យើងហ្នឹងឲ្យមានគុណភាពកាន់តែប្រសើរឡើងហើយចំណុចចុងក្រោយហ្នឹងគឺយើងត្រូវតែតាក់ទាញនៅ project ពីក្រុមហ៊ុននៅស្រុកខ្មែរដើម្បីឲ្យជំនាញខាង back end developer ហ្នឹងគាត់មានទីផ្សារកាន់តែច្រើនហ្នឹងទៅចាអរគុណចាអរគុណសម្រាប់ចម្លើយហើយឥឡូវនេះបងអូនក៏
មានសំណួរចុងក្រោយចង់សួរទៅកាន់បងដែលជាមតិផ្ដាំផ្ញើវិញថាតើបងមានមតិផ្ដាំផ្ញើអ្វីខ្លះទៅកាន់បងប្អូនដែលពួកគាត់ចង់ចាប់យកអាជីពជា back end developer មួយនេះបងអាចមានជាមតិផ្ដាំផ្ញើឬក៏ជាបទពិសោធន៍ចែករំលែកទៅកាន់ពួកគាត់បាន បាទតើតើនឹងមតិតាមស្ថារបស់ខ្ញុំហ្នឹងគឺសម្រាប់បងប្អូនដែលគាត់ចង់ចាប់អាជីពជា back end developer នេះឬក៏បងប្អូនដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យខាងព័ត៌មានវិទ្យាដែលឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ហ្នឹងគឺសូមឲ្យគាត់ហ្នឹងបើតើតើនឹងអ្នកចង់ចាប់យកអាជីពនេះគឺយើងសិក្សាថាតើតើតើចែកជីហ្នឹងជាអីសិនតម្រូវការជាអ្វីសិនត្រូវស្គាល់ពីសមត្ថភាពខ្លួនឯងបើតើតើនឹងបងប្អូនដែលគាត់កំពុងតែសិក្សានៅឆ្នាំទី1ហ្នឹងគឺខ្ញុំលើកទឹកចិត្តនឹងជំនួយឲ្យគាត់ហ្នឹងខិតខំប្រឹងប្រែងជឿសិក្សាអំពីមូលដ្ឋានគ្រឹះកុំថាឆ្នាំទី1សោះយើងបលែងដៃឬក៏យើងបោះចោលឆ្នាំទី1ហ្នឹងក៏ប៉ុន្តែឆ្នាំទី1វាពិតជាសំខាន់មែនតើដែលឲ្យយើងស្គាល់ពី fundamental អីចឹងទៅហើយសម្រាប់ឆ្នាំទី2គឺយើងអាចធ្វើការចាប់យកជំនាញមកយើងថាយើងត្រូវស្គាល់ពីយើងថាយើងចូលចិត្តអីចង់ជ្រើសរើសជំនាញអីដូចជា IT ហ្នឹងគេមានខាង network គេមានខាង front end developer គេមានខាង back end អញ្ចឹងយើងត្រូវស្គាល់ខ្លួនយើងថាតើយើងចូលចិត្តខាងអីខ្លាំងខាងអីហើយបន្ទាប់មកឆ្នាំទី3គឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការ intern នៅតាមស្ថាប័នដែលនៅក្នុងដែលសម្រាប់ឆ្នាំទី3នេះគឺបន្ទាប់មកឆ្នាំទី3គឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការ intern ដើម្បីទទួលបានបទពិសោធន៍នៅពេលដែលយើងបញ្ចប់នៅឆ្នាំទី4របស់យើងហ្នឹងយើងអាចធ្វើការទទួលបទពិសោធន៍សម្រាប់ខាងតើតើសម្រាប់ឆ្នាំទី4នេះគឺយើងអាចទទួលបានបទពិសោធន៍តើតើនឹងជំនាញរបស់យើងជាចុងក្រោយខ្ញុំក៏សូមអរគុណបងដែលបានចែករំលែកនៅបទពិសោធន៍តកតងទៅនឹងអាជីពជា back end developer ហើយដោយឥឡូវនេះកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់ផងដែរខ្ញុំក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ទីបញ្ចប់ខ្ញុំនៅក្រុមការងារសូមអរគុណនិងសូមគោរពលា